កាន់តែផ្អើលខ្លាំងអ្នកអង្គការសួរវិរៈបានលើកឡើងបែបនេះតាក់ទងនឹងរឿងសាំងឡើងថ្លៃតែលោកផៃវណ្ណៈបែរជាស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើរឿងមួយនេះទៅវិញក្នុងរយៈពេលប្រមាណថ្ងៃនេះដែលពាក់ព័ន្ធជាមួយនឹងរឿងសាំងឡើងថ្លៃនៅក្នុងប្រទេសកម្ពុជានេះធ្វើឲ្យប្រជាជនមួយចំនួននៅតាមបណ្ដាខេត្តក្រុងខ្លះបានធ្វើជ្រួលច្របល់ផ្អើលឈូឆរតាមគ្នាអ្នកខ្លះរហូតដល់ទិញកដុងទិញដបទិញអីដើម្បីយកមកទិញប្រេងសាំងសុកទុកដែលជាហេតុធ្វើឲ្យស្ថានីយ៍ប្រេងមួយចំនួនខ្លះនោះក៏បានលួចលក់ដំឡើងថ្លៃហើយស្ថានីយ៍ប្រេងឥន្ធនៈខ្លះក៏ត្រូវបានបិទទីតាំងផងដែរដែលពាក់ព័ន្ធនឹងករណីខាងលើនេះអញ្ចឹងពាក់ព័ន្ធនឹងករណីរឿងសាំងឡើងថ្លៃនេះនៅថ្ងៃទី6មិនិនាឆ្នាំ2026អ្នកអង្គការសួរវិរៈក៏បានធ្វើការបង្ហោះសំណេរមួយនៅលើគណនីเพจផ្លូវការរបស់អ្នកអង្គការផ្ទាល់តែម្ដងដែលពាក់ព័ន្ធនឹងករណីរឿងសាំងឡើងថ្លៃនេះដោយក្នុងនោះគឺមានខ្លឹមសារបែបនេះថាវិរៈប៊ុនធម្មបានទទួលដំណឹងពីក្រុមហ៊ុនផ្គត់ផ្គង់ប្រេងថាឡើងថ្លៃ 36% បន្ថែមទៀតចាប់ពីថ្ងៃនេះប្រេងឡើងថ្លៃតើមានអ្វីកើតឡើងនេះគឺជាអ្វីដែលអ្នកអង្គការសួរវិរៈបានធ្វើការបង្ហោះសារនៅថ្ងៃដូចបញ្ជាក់ខាងលើអញ្ចឹងប៉ុន្តែនៅថ្ងៃដដែលនេះក៏ឃើញមានប្រជាពលរដ្ឋខ្លះបានលើកឡើងថាស្ថានីយ៍ប្រេងនោះលក់ប្រេងសាំងរហូតដល់ 8,000 រៀលក្នុង1លីត្រដែលក្នុងនោះតាមប្រភពព័ត៌មានបានបញ្ជាក់បែបនេះថាមន្ត្រីជំនាញនិងអាជ្ញាធរនៅរសៀលថ្ងៃទី7ខែមិនិនាឆ្នាំ2026នេះបានចុះទៅពិនិត្យជាក់ស្ដែងនៅស្ថានីយ៍ប្រេងតេឡាមួយកន្លែងដែលស្ថិតនៅផ្លូវជាតិលេខ4ឃុំព្រៃរំដួលស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺក្រោយទទួលព័ត៌មានថាម្ចាស់ស្ថានីយ៍ដែលជាជនជាតិចិនផងនោះបានលក់ប្រេងថ្លៃហួសហេតុរហូតដល់ 8,000 រៀលក្នុង1លីត្រតែពេលមន្ត្រីជំនាញនិងអាជ្ញាធរចុះទៅដល់ទីតាំងនោះស្រាប់តែម្ចាស់ស្ថានីយ៍ប្រេងបានបិទរបងបាត់ទៅហើយបាទនេះគឺជាអ្វីដែលបានកំពុងតែផ្ទុះការចែកចាយនៅលើបណ្ដាញសង្គម Facebook ផ្ទុយទៅវិញបែរជាលោកផៃវណ្ណៈស្នើទៅដល់សមត្ថកិច្ចក៏ដូចជាក្រសួងពាក់ព័ន្ធឲ្យធ្វើរឿងមួយនេះទៅវិញពាក់ព័ន្ធនឹងករណីខាងលើនោះលោកផៃវណ្ណៈបានបង្ហោះសារបែបនេះថាស្ថានីយ៍ប្រេងជាច្រើនគោរពតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មលើកលែងតែជន់ឈ្លាតឱកាសមួយចំនួនដែលដំឡើងថ្លៃតាមអំពើចិត្តអ្នកដំឡើងថ្លៃសមត្ថកិច្ចចាប់វាយខ្នោះពីវិន័យសភាពការធម្មតាវិញហើយក្រោយមកទៀតលោកផៃវណ្ណៈបានធ្វើការបង្ហោះសារបន្តទៀតថាមានក្រុមហ៊ុនប្រេងខ្លះលក់ឲ្យស្ថានីយ៍ប្រេងឡើងថ្លៃដែរទើបស្ថានីយ៍ប្រេងខ្លះលក់ឡើងថ្លៃសូមក្រសួងពាណិជ្ជកម្មមេត្តាជួយពិនិត្យមើលផងអញ្ចឹងពាក់ព័ន្ធនឹងករណីប្រេងសាំងឡើងថ្លៃនេះគឺក្រសួងពាណិជ្ជកម្មគឺមិននៅប្រងើយកន្តើយទេលោកក៏បានចេញនៅសេចក្តីជូនដំណឹងមួយស្ដីអំពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ធនៈនិងសុវត្ថិភាពអ្នកប្រើប្រាស់ដែលនៅក្នុងនោះក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាបានចាត់ឲ្យមន្ត្រីជំនាញចុះតាមដានត្រួតពិនិត្យនៃការលក់ប្រេងឥន្ធនៈនៅទូទាំងប្រទេសហើយចំពោះស្ថានីយ៍ប្រេងឥន្ធនៈណាដែលលក់លើសតម្លៃកំណត់គឺត្រូវបានប្រឈមមុខទៅតាមផ្លូវច្បាប់